តើគ្នាអវ៉ាន់ដែលខ្ញុំបានកំងពីថៅបើដល់ហើយតោះ unboxing ជាមួយនឹងខ្ញុំតើគ្នាណាគេចូលចិត្ត unboxing ខ្លះខ្ញុំអីវ៉ាន់ប៉ុណ្នេះតើអ្នកគ្នាខ្ញុំចូលចិត្ត unboxing ខ្លាំងពេលដែល unboxing មានអារម្មណ៍ថាដូចសប្បាយដូចបើកកាដូដូចមានតែគេជូនកាដូមកយើងអញ្ចឹងនិយាយរំទៅចូលចិត្តចាយលុយតំបត្តិទៅអង្គដៃខ្ញុំទំមុតកវត្តហើយអញ្ចឹងពេលហែកទៅវាឈឺបន្តិចតែអីទេដើម្បីបាន unboxing បីឈឺក៏ថាត្រង់មួយពីរបីអូយនេះតើគ្នាអវ៉ាន់នេះខ្ញុំបានកំងមាន3អវ៉ាន់តោះឥឡូវយើងទៅមើលនៅខាងក្នុងអវ៉ាន់នីមួយមានអីគេខ្លះស្ងន់ណាមានអីគេនេះមកឃើញហើយអវ៉ាន់ទី1គឺជាអវ៉ាន់ដែលខ្ញុំចូលចិត្តខ្លាំងបំផុតដល់គ្នាទីមើលជាអវ៉ាន់នេះគេនោះគឺគ្រឿង make up ដល់គ្នាប្រហែលអ្នកខ្លះគាត់ដឹងទេថាខ្ញុំចូលចិត្តរបស់ make up ដែលខ្ញុំបានកំងនេះគឺខ្ញុំទន្ទឹងចាំមួយនេះជាងគេព្រោះខ្ញុំមានអារម្មណ៍ថារៀងថ្មីសម្រាប់ខ្ញុំគឺនេះបាក់បើមិនអូនេះអុយហែកបាក់នេះតើរបស់ខ្ញុំប្រើខ្ញុំហែកក៏ដែរ1 2 3តោះគ្នាស្អាតអត់នេះតើនេះទីមើលថៃគេហ្នឹងអើមានយ៉ា concealer នេះថាចេះ3គឺជាគ្រឹះនៃ make up គឺមាន3នៅក្នុងប្រអប់នោះតែមួយគឺចំណេញខ្លាំងមែនតើបងប្អូនទាំងអស់គ្នាមាន concealer មាន foundation ហើយនឹងមាន loose powder ម្សៅហុយបងប្អូនគិតមើលពីមុនខ្ញុំពិបាកសម្រាប់ខ្ញុំផ្ទាល់ពីមុនខ្ញុំត្រូវយក concealer ផង foundation ផងម្សៅហុយផងអញ្ចឹងយកមួយមុខមួយប៉ុន្តែឥឡូវនេះខ្ញុំបានកំង3រួមមួយអញ្ចឹងមកថាគឺជួយសម្រួលខ្ញុំខ្លាំងមែនតើ I love ឆ្លាញ់នេះពុកលេងអស់ទេតើនេះតើគ្នាគឺអញ្ចឹងឯងស្អាតតើគ្នាហើយខ្ញុំគិតងាយស្រួលប្រហែលខ្ញុំនឹងសាក make up នៅពេលដែលខ្ញុំ make up នឹងក្រៅនេះសូនេះតំណងក្រែមតើគ្នាខ្ញុំគិតថាក្រែមពួកអីនេះតើគ្នាឃើញអត់តំណងខ្លាំងឃើញពួកអត់ចាំងភ្លើងពណ៌រៀងដូចស្រាបាត់ girly អត់ទៅដិតពេកហើយរៀងលងព្រោះស្អាតចូលចិត្តរៀងក្រែមលងនេះពណ៌ទី1គឺជាពណ៌ទី2អូស្តៀងគ្នាទាំងអស់គ្នាមានមួយរៀងស្រាមានបាត់ packaging គេខាងក្រៅសង្កត់ថាដូចគ្នាហ្មងបងប្អូនឃើញអត់ដូចគ្នាហ្មងប៉ុន្តែពណ៌នៅខាងក្នុងហ្នឹងគឺអត់ដូចគ្នានេះពណ៌ទី1ដែលខ្ញុំបានគូហើយនេះពណ៌ទី2នេះរៀងស្រាជាងហើយមួយនេះរៀងដិតជាងតោះឲ្យឃើញបានយ៉ាស្អាតអូនេះបោះទូទៅបងប្អូនសម្រាប់គូចាមតែចាមយកតបានកោទេតើគ្នាតមានពេកអញ្ចឹងនេះជាគ្រឿង make up ដែលខ្ញុំបានកំងមានប៉ុណ្នេះអីវ៉ាន់ទី2មកឆានិយាយទៅតើគ្នាមកឆានេះតំបត់ខ្ញុំធ្លាប់កំងមកម្ដងហើយលើកមុនខ្ញុំកំង2កញ្ចប់
ខ្ញុំកំងពីកញ្ចប់ហើយពេលដែលខ្ញុំញ៉ាំទៅរសជាតិឆ្ងាញ់ទទួលយកបានហើយតម្លៃពិតជាសមរម្យខ្លាំងមែនតើបងប្អូនអញ្ចឹងហើយបានខ្ញុំជ្រើសរើសយកកំងមច្ឆានេះម្ដងទៀតព្រោះតម្លៃក៏ធូរថ្លៃហើយឆ្ងាញ់សម្រាប់ខ្ញុំសារនេះខ្ញុំកំងច្រើនហ្មងបងប្អូនគ្នាមើលដូច5កញ្ចប់ទុកញ៉ាំហើយខ្ញុំគិតមកកញ្ចប់ដោយសារខ្ញុំញ៉ាំជារៀងរាល់ព្រឹកភាគច្រើនកម្រអត់ញ៉ាំអញ្ចឹងមកកញ្ចប់ខ្ញុំអាចញ៉ាំបានខ្ទង់ប្រហែល3ទៅ4សប្តាហ៍តាមការខ្ញុំដាក់ពេលថ្ងៃខ្លះដាក់ច្រើនខ្ញុំដាក់តិចទៅបងប្អូនញ៉ាំតិចអាចយូរជាងខ្ញុំហើយក្នុងនោះក៏គេបានរីកូនជាព្រា3 4បាន5ដូចគ្នាអញ្ចឹងមិនន័យថាមកកញ្ចក់គឺប្រហែលជាព្រីឲ្យមួយឆ្ងាញ់ខ្ញុំចូលចិត្តមច្ឆាហ្នឹងដៃធូរថ្លៃឆ្ងាញ់តរបស់ចុងក្រោយគេអីគេទៅតើគ្នាវែងបាយគេទៅអូមិនសិនមូសាទំហំហ្មងដូចជា35ហ្នឹងហើយគឺអត់គ្នាសាក់5ម្ដងមើលអូស្អាតបងប្អូនពណ៌នេះស្អាតនេះបងប្អូនពណ៌របស់គេដូចរៀងបែកកាឈុំបន្តិចហើយរៀងមានផ្លេកហើយស្អាតបងប្អូននេះជាកន្លែង function របស់គេកន្លែងដែលគេសេរីកម្ដៅមិនបោកដកអញ្ចឹងណាហ្នឹងហើយបងប្អូននេះជាអ្វីខ្ញុំបានធ្វើនៅថ្ងៃនេះអរុនសួស្ដីបងប្អូនថ្ងៃនេះខ្ញុំមកហៀងឡានតិចតែអត់អីទេខ្ញុំទឹករៀបចំខ្លួនហើយថ្ងៃហ្នឹងខ្ញុំមានកម្រងទៅណាដែរអញ្ចឹងនៅផ្ទះហើយចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងធ្វើមច្ឆាធ្វើមច្ឆាជាមួយខ្ញុំទឹកនេះមច្ឆារបស់ខ្ញុំសាមញ្ញចឹងទេដាក់តែទឹកដោះគោហើយនឹងមច្ឆាព្រោះដោយសារខ្ញុំអត់ចូលចិត្តញ៉ាំផ្អែមទេព្រោះដោះគោច្រើនបាទតែអីចូលដៃបាត់ដូចបានមកពេលដែរតាគ្នាដូចបានទៅទិញកាហ្វេនៅខាងក្រៅកាហ្វេអត់ចេះញ៉ាំកាហ្វេទេដូចបានទិញមកឆានៅខាងក្រៅថ្ងៃដែរយើងមានកដលថ្ងៃតែផ្លោកចូលចិត្តកុំភ្លេច like ហើយនិង subscribe នៅក្នុង channel YouTube របស់ខ្ញុំផងអ្នកនាងបាយបាយអរគុណ